ថ្ងៃនេះអូនមកទៀតហើយមកជួបពុកម៉ែពូមីងបងប្អូននឹងឯងហើយខ្ញុំប្រហែលថ្ងៃនេះឈឺកំពុងកណាបងប្អូនណាគឺនិយាយសើរួចទេវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីសកម្មភាពខ្លះៗថាខ្ញុំធ្វើអីខ្លះនៅជាមួយកូនណាហើយដោយសារតែប្រហែលថ្ងៃហ្នឹងអាកាសធាតុគឺល្អបងប្អូនគឺមេឃបើកថ្ងៃអីចឹងទៅចឹងហើយខ្ញុំក៏បានថតទស្សនភាពនៅខាងក្រៅឲ្យបងប្អូនបានទស្សនាដែរជីវិតរស់នៅស្រុកគេអត់ស្រួលទេបងប្អូនហើយជាពិសេសយើងរស់នៅតែឯងណានៅជាមួយប្តីយើងអត់សូវមានសាច់ញាតិបងប្អូនឬក៏មិត្តភ័ក្តិដូចគេអញ្ចឹងហើយគឺរស់នៅរបៀបដូចថាធ្វើជាស្ត្រីរឹងមាំតែម្ដងមិនថាតាណាមិនថាចង់ធ្វើអីគឺយើងភាគច្រើនធ្វើដោយខ្លួនឯងឥឡូវនេះចូលមកសាច់រឿងយើងវិញចាបងប្អូននេះគឺជាទស្សនភាពនៅពេលព្រលឹមមិនព្រឹកប្រហែលទេភាគច្រើនឲ្យតែកូនខ្ញុំគាត់ភ្ញាក់ពីគេងម៉ោង 5 ម៉ោង 6 ហ្នឹងគាត់ទៀបបើហើយបន្ទាប់ពីមុំទឹកដោះហើយនេះបងប្អូនមកមើលមកកាយវិការគាត់ឡើងខ្ជូតហ្មងណាគាត់គេងយកដៃកងអីចឹងទៅហើយខ្ញុំក៏ដាក់គាត់គេងនៅក្នុងគ្រែគាត់ហើយខ្ញុំត្រូវតែឆ្លៀតពេលខ្លះឲ្យបងប្អូនដឹងហើយអ្នកមានកូនណាបើយើងមិនឆ្លៀតគឺអត់បានទេឆ្លៀតលុបមុខមួយទឹកមួយអីអញ្ចឹងទៅហើយចាប់ផ្ដើមលាបមុខអីតិចតួចអញ្ចឹងហើយភាគច្រើនគឺខ្ញុំចូលចិត្តប្រើ aloe vera មែនតើដោយសារតែវាជាប្រភេទប្រទាលបន្ទុយកពើបងប្អូនយើងប្រើនៅលើមុខគឺល្អវាជួយឲ្យមុខយើងអត់មានរោលអត់មានស្នាមកទួលឬមួយក៏រលាករមាស់អីអញ្ចឹងខ្ញុំប្រើយូរដែរដូចជាខ្ទង់ 4-5 ខែហើយជាពិសេសអ្នកមានផ្ទៃពោះហើយបើគាត់អត់ដឹងថាលាបអីក៏អាចលាបតែហ្នឹងក៏បានដែរហើយយើងអាចប្រើជំនួសជាមួយម្សៅតំណប់បងប្អូនគឺមុខយើងត្រជាក់ស្រួលមែនតើខ្ញុំចូលចិត្តប្រើរបៀបនេះឯងហើយខ្ញុំចូលចិត្តផាត់មុខតិចៗរបៀបធម្មជាតិណានិយាយទៅនៅផ្ទះនៅពេលណាដែលខ្ញុំតនេអីតិចតួចចឹងខ្ញុំឆ្លៀតលាបមុខលាបអីតិចតួចចឹងទៅដើម្បីលើករាសីយើងហើយយើងតែងខ្លួនឲ្យស្អាតហ្នឹងមិនមែនដើម្បីអ្នកណាទេគឺយើងតែងខ្លួនដើម្បីខ្លួនឯងនឹងឯងហើយបន្ទាប់ពីយើងឃើញយើងស្អាតចឹងទៅយើងក៏មានអារម្មណ៍ល្អដែរបងប្អូននេះបន្ទាប់ពីលាបហើយបងប្អូនឃើញអត់នេះគឺជាលទ្ធផលនឹងឯងហើយបញ្ចូលសលេងណាអូននៅលើខ្លួននៅឡើយបងប្អូនលើសលេងអត់ហើយមកមើលកូនកន្លោះទូចរបស់ខ្ញុំបងប្អូនណានិយាយពីថាឃើញគាត់ហ្នឹងណាខ្នាញ់នោះខ្នាញ់មែនតែនហ្មងនិយាយទៅកូនក្មេងគួរឲ្យស្រឡាញ់ណាស់អ្នកដែលមានកូនទៅដឹងថាកូនគួរឲ្យស្រឡាញ់ប៉ុណ្ណាជាពិសេសនៅពេលដែលគាត់ចាប់ផ្ដើមឡើងគីឡូបងប្អូនចាប់ផ្ដើមថ្លោះយើងកាន់ជើងគាត់កាន់ថ្ពាល់គាត់អីចឹងទៅឲ្យសុទ្ធតែសាច់តែម្ដងណានិយាយពីថាខ្ជូតនោះខ្ជូតហើយបងប្អូនកលេចមកមើលនេះគាត់ធ្វើមុខញញឹមគាត់ធ្វើទឹកមុខសើចគាត់និយាយទៅកូនក្មេងបងប្អូនដឹងហើយមើលទឹកមុខគាត់គឺផ្លាស់ប្ដូរហើយដល់ពេលដែលយើងនិយាយមួយគាត់គាត់ស្ដាប់យើងបានណាគាត់ធ្វើមុខកមិចក្មើមគួរឲ្យស្រឡាញ់មែនតើបន្ទាប់ពីឲ្យកូនសម្រាប់តិចតួចហើយខ្ញុំក៏ចាប់ផ្ដើមមកញ៉ាំអាហារពេលព្រឹកម្ដងបងប្អូនហើយអាហារពេលព្រឹករបស់ខ្ញុំហ្នឹងអត់មានអីដូចនៅស្រុកខ្មែរមានបាយស្រូបមានកាទៀវមានលតអីទេបងប្អូនហើយគឺមានអាហារបែបនេះឯងទោះបីមិនញ៉ាំក៏ត្រូវញ៉ាំដែរនិយាយទៅបើយើងអត់មានអីញ៉ាំហ៎ហើយព្រឹកព្រលឹមចឹងគឺខ្ញុំអត់សូវមានពេលបានធ្វើម្ហូបខ្មែរទេបងប្អូនពេលច្រើនខ្ញុំធ្វើតែពេលថ្ងៃត្រង់ឬក៏ល្ងាចទេព្រលឹមឡើងចឹងយើងរវល់មើលកូនចឹងទៅហើយជូនកូនជូនអីទៅសាលាចឹងណាហើយខ្ញុំក៏ចាប់ផ្ដើមញ៉ាំរបៀប cornflake នេះឯងជាមួយផ្លែចេកបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏ចាប់ផ្ដើមមកចាក់អំបោះទៀតហើយគឺខ្ញុំចាក់តុក្កតាបងប្អូនខ្ញុំចូលចិត្តចាក់មែនតើការចំនួនពពុះហាអូនណាពពុះកូនខ្ញុំហ្នឹងបានដូចជាកូនទី2ហ្នឹងបានដូចជាខ្ទង់ 7-8 ខែហ្នឹងខ្ញុំអង្គុយចាក់អំបោះហ្នឹងបានច្រើនណាហើយនេះកាដូតិចតួចក៏ខ្ញុំយកឲ្យអ្នកចិត្តខាងរបស់ខ្ញុំដោយសារតែគាត់សម្រាលអូនដែរហើយកាលខ្ញុំសម្រាលអូនទី2នេះក៏គាត់មកលេងគាត់យកកាដូមកជូនយើងអញ្ចឹងយើងជូនគាត់វិញអញ្ចឹងទៅអត់មានអីច្រើនទេហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមទៅយកកូនខ្ញុំចេញទៅរៀនណាកូនបងហ្នឹងគឺគាត់ចេញទៅរៀនម៉ោង 2 កន្លះបងប្អូនហើយមកមើលសកម្មភាពតាមផ្លូវហើយខ្ញុំកំពុងតែដើរទៅសាលារៀនអត់មានចិត្តទេបងប្អូនអើយឆ្ងាយមែនតើគឺយើងដើរចុះឡើងប្រហែលជា50នាទីដែរអាកាសធាតុល្អយើងចេះដើរវាល្អហើយប៉ុន្តែនៅតែត្រជាក់បងប្អូនឃើញខ្ញុំពាក់អាវឡើងក្រាស់ពាក់មួកពាក់អីអញ្ចឹងតែថា17-18 អង្សានៅស្រុកគេនេះបើសិនជាធ្លាក់ខ្យល់អីគឺត្រជាក់អញ្ចឹងឯងដូចខែត្រជាក់នៅស្រុកយើងអញ្ចឹងហើយមើលទស្សនភាពនៅតាមផ្លូវរបស់គេគឺស្ងាត់ជ្រងំផ្ទះប្រជាជនឯងមានតាមដងផ្លូវអញ្ចឹងឯងប៉ុន្តែស្ងាត់ឆឹងតែម្ដងណា
พี่ច្រើនវិជាជនគេរស់នៅក្នុងផ្ទះនឹងឯងអត់សូវចេញមកក្រៅទេហើយបើក្នុងហាងគេអត់មានទេបងប្អូនហើយតិចថាមានហាងមានអីលក់ម្ហូបអាហារតាមផ្លូវដែលនៅស្រុកខ្មែរអីគឺអត់មានសោះតែម្ដងសំបីតែម្ហូបអាហារសាលារៀនហ្នឹងគឺអត់មានលក់ទេគឺយើងត្រូវធ្វើម្ហូបខ្ចប់ឲ្យកូនពីផ្ទះទៅដែរហើយខ្ញុំដើរពីមកកន្លែងទៅមកកន្លែងបងប្អូនឃើញដើរកាត់ភូមិស្រុករបស់គេនឹងឯងបើយើងដើរទៅតាមផ្លូវធំហ្នឹងគឺមានម៉ូតូឡានរៀងច្រើនប៉ុន្តែពីច្រើនគឺខ្ញុំដើរទៅតាមប្រាប់មាត់ទឹកនឹងឯងបងប្អូនគឺយើងដើរតាមនេះទៅយើងបានឃើញផ្ទះប្រជាជនហើយខែនេះគឺជារដូវផ្ការីកនៅក្នុងប្រទេសហូឡង់អញ្ចឹងបងប្អូនឃើញអត់ផ្ការីកសុទ្ធគូស្គីគ្រប់កន្លែងតែឆ្នាំនេះខ្ញុំអត់ទាន់បានទៅលេងសួនផ្កាកូកុនហុសទេបងប្អូនអើយអត់ទាន់បានទៅលេងផ្កាថលឹបទេចង់ទៅលេងដែរប៉ុន្តែដោយសារយើងកូនខ្ចីកូនខ្ចីទៅបានឥឡូវនេះ2សប្តាហ៍ហើយបងប្អូនថ្ងៃអាទិត្យហ្នឹងគឺ2សប្តាហ៍ហើយដល់ចុះដល់ឡើងនិយាយលេងមកទេសភាពអីទៅក៏បានមកដល់សាលារៀនហើយនេះកូនកន្លះខ្ញុំក៏នៅគេងឯងស្នាងឯងដែលកូននៅគេងជូកាលយកគាត់ចេញមកក្រៅគាត់យំប៉ុន្តែភាគច្រើនគឺគាត់គេងដោយសារតែគាត់ត្រូវពលឺថ្ងៃហើយបានឃើញកូនកន្លះខ្ញុំមកបងប្អូនគាត់សប្បាយចិត្តឃើញម៉ាក់មែនតើណាឲ្យតែពេលម៉ាក់ទៅយកគាត់ម្ដងណាគាត់ឃើញម៉ាក់គាត់មកអោបគាត់មកនិយាយសួស្ដីម៉ាក់អីចឹងទៅហើយគាត់មករននំឲ្យបងប្អូនភាគច្រើនខ្ញុំយកនំខុកខៀគាត់ញ៉ាំតិចដោយសារតែនៅសាលាម៉ោង1កន្លះអីបានគេឲ្យកូនញ៉ាំអាហារហើយយើងទោះបីយើងខ្ចប់ពីផ្ទះទៅព្រឹកព្រលឹមម៉ោង8កន្លះចូលរៀនក៏ដោយម៉ោង12អីគេអត់តឲ្យកូនក្មេងញ៉ាំទេបងប្អូនហើយតោះម៉ោង1កន្លះអីទៅគេឲ្យញ៉ាំអញ្ចឹងខ្ញុំតែងតែឲ្យកូនញ៉ាំអាហារពេលព្រឹកហើយម៉ោង8កន្លះអីគាត់ញ៉ាំម្ដងនៅផ្ទះសិនណាហើយកូនខ្ញុំគាត់និយាយលេងមួយម៉ាក់ចុះឡើងគាត់ភ្លេចកាបូបនៅក្នុងថ្នាក់ខ្ញុំក៏ឲ្យគាត់ទៅយកហើយមកដល់កន្លែងនេះគឺគាត់អត់ចោលទេគឺគាត់មកមើលប្អូនគាត់ហើយគាត់ស្រឡាញ់ប្អូនខ្លាំងមែនតើឲ្យតែចេញពីរៀនហ្នឹងគាត់តែងតែសុំមើលប្អូនគាត់ហើយ